អរុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកជួបយាយយើងនៅព្រឹកនេះដែរយើងមានតម្រុយថ្មីសម្រាប់ពុកម៉ែបងប្អូនទស្សនានឹងមើលកំសាន្តលេងសម្រាប់ថ្ងៃទី28ខែ4 2025តម្រុយរបស់យាយគឺមានប៉ុណ្ណឹងហើយយាយក៏មានសុបិននិយាយជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តដូចគ្នាតាមមុននឹងនិយាយសុបិនយាយក៏សូមពឹងពុកម៉ែបងប្អូនដែលចូលរួមទស្សនាទាំងអស់គ្នានេះកុំភ្លេចជួយចុចពាក្យ like ជា subscribe ឬក៏ដឹងឲ្យ channel យាយម្នាក់មួយផងអូនណាឬក៏ពុកម៉ែបងប្អូនចាចង់ឃើញតម្រុយតាមម៉ោងយាយសូមពឹងពុកម៉ែបងប្អូនណាជួយចុចចូលមើលតម្រុយតាមម៉ោងម្នាក់មួយទៅណាចាដើម្បីលើកទឹកចិត្តឲ្យយាយបានធ្វើវីដេអូបន្តទៀតចាចុច link ដែលយាយដាក់លើ comment ហ្នឹងណាបងប្អូនទាំងអស់គ្នាចាអត់មានអស់អីទេគ្រាន់តែចុចចូលមើលម្នាក់មួយទៅចានឹងឃើញតម្រុយតាមម៉ោងនៅទីនោះណាបងប្អូនចាតម្រុយតាមម៉ោងយាយដាក់ត្រង់អត់គុណទេអញ្ចឹងពុកម៉ែបងប្អូនអាចចុចចូលមើលបានណាចាតោះអញ្ចឹងពុកម៉ែបងប្អូនចូលមកស្ដាប់សបិនយាយយប់មិញនេះយាយសបិនឃើញមានភ្លៀងមានព្យុះមានខ្យល់ខ្លាំងមែនតែននៅលើភ្នំណាដូចនៅលើជ្រោះតែមានស្ពានយូលណាហើយសុទ្ធតែឡាននៅលើស្ពានហ្នឹងចានៅលើស្ពានហ្នឹងសុទ្ធតែឡានបន្តកតុយគ្នាណាស្រាប់តាខ្យល់ខ្លាំងមែនតើដូចខ្យល់ព្យុះចឹងបាក់ស្ពានយូលហ្នឹងចាបាក់ស្ពានយូលហ្នឹងធ្លាក់ឡានចូលទឹកប្រងព្រាតហ្នឹងហើយធ្លាក់ឡានចូលទឹកហើយមានភ្លៀងខ្លាំងមែនតែនតែម្ដងយប់មិញនេះដូចក្នុងរឿងអញ្ចឹងចាមានភ្លៀងខ្លាំងហើយនៅលើខ្ពស់យាយស្រឡឹងទៅឃើញនៅលើខ្ពស់មែនតែនណាស្ពានហ្នឹងស្ពានយូលហ្នឹងនៅលើខ្ពស់ហើយមានឡានជាជួរណាមានឡានជាជួរនៅលើស្ពានហ្នឹងស្រាប់តែមកផ្លែទៀតបាក់ស្ពានដាច់ស្ពានហ្នឹងធ្លាក់ឡានចូលទឹកអស់លីងចាថែមទាំងមានភ្លៀងមានព្យុះទៀតដូចនៅលើច្អូភ្នំដងភ្នំចានៅលើជ្រោះហ្នឹងណាចាអូយគួរឲ្យរន្ធត់ហ្នឹងហើយយល់សពដូចសុបិនដូចក្នុងរឿងអញ្ចឹងណាចាអញ្ចឹងពុកម៉ែបងប្អូនចេះកាត់លេខអីគឺយកតាមហ្នឹងទៅយាយកាត់យក79 77 47 49 44 7 49 4 47 779អស់ចិត្តនិងអស់40ចាអញ្ចឹងវីដេអូយាយក៏មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយណាកុំភ្លេចជួយចុចចូលមើលតម្រុយតាមម៉ោងទាំងអស់គ្នាម្នាក់មួយផងណាបងប្អូនណាចាជាការលើកទឹកចិត្តឲ្យយាយបន្តធ្វើវីដេអូនេះទៀតណាអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនចូលរួមតាមដានទស្សនាណាជម្រាបលាបាយបាយ